Ok, so today mong ônប្រជាកសិករទាំងអស់គ្នាហើយយើងចាប់ផ្ដើមដល់đầuវស្សាហើយភ្លៀងធ្លាក់ជោគជាំហើយដោយសារមួយរយៈនេះវាមេឃចាប់ផ្ដើមរាំងអញ្ចឹងតំបន់មួយចំនួនស្រូវចាប់ផ្ដើមស្វិតអស់ហើយឥឡូវវាចាប់ផ្ដើមភ្លៀងវិញអញ្ចឹងអ្វីដែលសំខាន់ទាក់ទងជាមួយនឹងការដាំដុះដំណាំបន្លែបងប្អូនត្រូវរៀបចំរងឲ្យបានស្អាតហើយរៀបចំរងបានស្អាតនេះទាក់ទងជាមួយនឹងការជ្រើសរើសកស៊ូក៏វាសារៈសំខាន់បំផុតដែរពូកស៊ូប្រភេទដែលល្អបងប្អូនយកទៅប្រើប្រាស់ទៅវាជាប់បានយូរការពារការលាំទឹករបស់ដំណាំហើយមួយទៀតបងប្អូនត្រូវធ្វើរងឲ្យខ្ពស់ធ្វើឲ្យអស់សាច់កស៊ូព្រោះកស៊ូនេះវា1ម៉ែត្រពីទឹកអញ្ចឹងយើងធ្វើយ៉ាងណាធ្វើឲ្យបានខ្ពស់រងខ្ញុំនេះខ្ញុំវាស់ទៅវាចូល4-5 ទឹកហើយបាទហើយយើងធ្វើបានធំល្អហើយការក្រាលទៀតសោតចឹងដែរបងប្អូនត្រូវការសកត់ជើងវាជាប់បាទព្រោះខែវស្សាពេលភ្លៀងពេលធ្លាក់មកខ្លាំងវាហាប់ដីអញ្ចឹងបើសិនជាយើងក្រាលមិនបានចិត្តល្អទេវាខុសពីខែប្រាំងជាមិនយើងអាចក្រាលដុំតែខែវស្សាយើងត្រូវការធ្វើម្ដងនេះរហូតទម្រាំតែដល់ខែ11ទៅយើងអាចចាប់ផ្ដើមរើវិញព្រោះវាភ្លៀងជាប់រហូតហើយចង់ត្រូវទុកវានៅនឹងដាំទៅសក់ដាំសណ្ដែកដាំអីផ្សេងចឹងព្រោះយើងតែរើហើយមិនងាយធ្វើវិញទេព្រោះខែវស្សាបងប្អូនដឹងហើយអ្នកធ្លាប់ដាំអញ្ចឹងសំខាន់គឺធ្វើដូចក្នុងវីដេអូខ្ញុំកំពុងបង្ហាញនេះបាទហើយមួយទៀតការប្រើប្រាស់នៅពពួកជីសរីរាង្គយើងថាជីកំប៉ុស្តជីអាចគោអីក៏បានដែរបាទសំខាន់បងប្អូនត្រូវដាក់ឲ្យបានច្រើនគួរសមបាទចាំមើលខ្ញុំនឹងបង្ហាញមើលដូចរងនេះយើងចាប់ផ្ដើមដាក់លីមួកគោមកនេះហៅជីកំប៉ុស្តទៅក៏មកដាក់លីមួកគោពេលខ្លះបងប្អូនដាក់លីមួកគោសើមវាអត់សូវល្អដែរពេលខ្លះដាក់ទៅដំណាំវាឈួលដំណាក់កាលដំបូងវាសារវាកាច់ជាមួយនឹងជីជាមួយនឹងទឹកដីអីផ្សេងធ្វើឲ្យវាអាចឈួលដល់ដំណាំហើយបងប្អូនអាចរើសយកអាចគោប្រភេទគេនិយាយថាទៅជាកំប៉ុស្តវាកាច់ហើយកំពុកផុយអញ្ចឹងណាបាទអញ្ចឹងបងប្អូនកសិករគាត់យល់ហើយដាក់ប្រភេទហ្នឹងទៅដាក់ឲ្យច្រើនហើយយើងថែមជីផ្លែឈើឬក៏យើងដាក់កែងក៏បានដែរមិនសំខាន់អីពេកទេព្រោះប្រភេទជីប្រមាណមុខនេះយើងមានជីផ្លែឈើ NPK ហ្នឹងហើយជីកែងហើយយកឡប់បងប្អូនលាយពពួក DAP ខ្លះទៅដើម្បីជំនួយឬបាទអញ្ចឹងបងប្អូនខ្ញុំគិតថាអ្នកធ្លាប់ដាំគាត់មិនជាបញ្ហាទេគាត់អ្នកធ្លាប់ដាំសោះហើយយើងរៀបចំរងទៅទិញអាកស៊ូរៀងធូរថ្លៃមកយកមកដាក់មិនទាន់បានដាំផងដាច់អស់បាទអញ្ចឹងប្រុងប្រយ័ត្នរឿងនឹងមួយដែរថ្ងៃនេះគ្រាន់តែជាសារក្រើនរំលឹកបងប្អូនទេព្រោះពេលខ្លះតម្លៃកស៊ូពេលខ្លះវាថ្លៃពេលខ្លះយើងដាក់ថ្លៃទៅវាប្រើបានយូរយើងគិតទូទាត់ទៅវាចំណេញជាងអាដាក់ប្រភេទកស៊ូអនរឿងមានតែប៉ុណ្្នឹងឯងបាទហើយឡែកដូចទៅយកដំណក់នេះអញ្ចឹងយកដំណក់នេះយើងគិតថាយើងទិញយ៉ាងក្រាស់តិចទៅហើយទៅយកមេយើងទិញប្រភេទនេះប្រភេទទៅយកជ័រចេះល្អជាង PVC អានេះជាបទពិសោធន៍ទេណាហើយបងប្អូនគាត់ថា PVC ស្រួលជាងក៏ដាក់ PVC ទៅវាមិនខុសអីទេអាស្រ័យលើយើងការគិតទៅមួយណាស្រួលជាងមួយណាចំណេញជាងយើងដាក់ទៅបាទហើយខ្ញុំគ្រាន់តែជាឲ្យជាគំនិតខ្លះទេក្នុងនាមអ្នកដាំដូចគ្នាហើយយើងដឹងហើយបន្លែវាមានថោកមានថ្លៃតាមខែអញ្ចឹងយើងកុំភ័យបារម្ភអីសំខាន់ដាំឲ្យបានល្អឲ្យផ្លែច្រើនហើយយើងអាចពុតពងម៉ូយើងជាប្រចាំទៅបានយើងអាចរកស៊ីមួយគ្នាបានស្រួលបាទអូខេខ្ញុំដូចជាមានប៉ុណ្ណឹងទេហើយអាចនិយាយយ៉ាងវិលឡើងតិចកស៊ូផងជីផងហើយអរគុណច្រើនបងប្អូនដែលតែងតែចូលមកទស្សនាហើយចំណុចណាល្អបងប្អូនអាចដកស្រង់យកទៅ
ហើយចំណុចណាមិនសូវល្អទេបងប្អូនអាចក្បត់ចោលទៅបាទហើយមានចម្ងល់អីបងប្អូនអាចសាកសួរគ្នាបាននៅក្នុងវីដេអូបានបាទអរគុណច្រើនជំរាបលាបងប្អូនអ្នកគ្នា